បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទម្សិលមិញនេះខ្ញុំបានឃើញវីដេអូបងប្រុសម្នាក់បាទដែលគាត់បានថតចេញពីកន្លែងរោងការមួយរោងនៅខាងខេត្តបៃលិនណានៅខាងស្រុកសាឡាក្រៅខេត្តបៃលិនបងប្អូនទាំងអស់គ្នាហើយឃើញថារោងការនោះគឺត្រូវបានជួបគ្រោះធម្មជាតិដោយសារខ្យល់បក់និងមានភ្លៀងបាទភ្លៀងនោះតិចមកជុំទេងុំគឺខ្យល់ខ្លាំងមែនទែនកាលពីម្សិលមិញនេះហើយមិនត្រឹមតែខាងខេត្តបៃលិនទេសូម្បីតែនៅខាងខេត្តសៀមរាបតែនោះក៏មានការជួបគ្រោះធម្មជាតិខ្យល់បក់ខ្លាំងផងដែរបងប្អូនមានការបាក់ដើមឈើសង្កត់មនុស្សទៀតផងបាទហើយកន្លែងលក់ដូរដែលយើងមើលឃើញតាមផ្លូវតាមអីអ្នកជិះម៉ូតូតាមផ្លូវហ្នឹងក៏ទៅធ្វើដំណើរទៅមករួចដែរដោយសារតែខ្យល់ម្សិលមិញហ្នឹងគឺខ្យល់ខ្លាំងមែនទែនបាទហើយដែលខ្ញុំឃើញវីដេអូមុននេះគឺថាវីដេអូបងប្រុសដែលថតមកនៅក្នុងរោងការហ្នឹងណាគឺពិតជាមានការអាណិតដល់ខាងម្ចាស់រោងការម្ចាស់កម្មវិធីមង្គលការខ្លាំងមែនទែនបាទដែលគាត់ត្រូវជួបគ្រោះធម្មជាតិបែបនេះបាទហើយក្នុងវីដេអូដែលបានឃើញហ្នឹងគឺដូចជាពេលសូត្រមន្តពេលល្ងាចថ្ងៃចូលរោងនឹងឯងបាទគឺថាជាប់នៅក្នុងរោងហ្នឹងទាំងប្រសង់ទាំងកូនកំឡោះកូនកំមុំឪពុកម្ដាយទាំងសងខាងក៏ដូចជាយាយតាចាស់បាទដែលនៅក្នុងរោងជ័យត្រៀមនឹងសូត្រមន្តហ្នឹងណាបាទហើយយើងឃើញគឺថាគឺពិតជាគួរឲ្យអាណិតខ្លាំងមែនទែនมันគួរណាថ្ងៃជ័យមង្គលរបស់គាត់ត្រូវជួបគ្រោះធម្មជាតិបែបនេះណាហើយភ្លៀងគឺថាបាក់រោងរៀបដល់ដីតែម្ដងដូចដែលបងប្អូនកំពុងតែឃើញអញ្ចឹងបាទព្រោះខ្ញុំបានដាក់វីដេអូនេះអមជាមួយនឹងវីដេអូរបស់ខ្ញុំដើម្បីឲ្យបងប្អូនបានឃើញទាំងអស់គ្នាកុំឲ្យថាខ្ញុំចេះតែនិយាយអញ្ចឹងណាបាទហើយខ្ញុំមិននឹកស្មានទេថានៅថ្ងៃម្សិលមិញនេះមានរឿងរ៉ាវជាច្រើនដែលកើតឡើងពីគ្រោះធម្មជាតិបាទដែលមានទាំងស្រុកសាឡាក្រៅខេត្តបៃលិននិងខេត្តសៀមរាបឯនោះក៏ជួបរឿងបែបនេះដូចគ្នាណាបាទហើយចំពោះខ្ញុំផ្ទាល់ខ្ញុំមិនដែលបានជួបហេតុការណ៍បែបនេះផ្ទាល់ទេប៉ុន្តែឃើញតាមរយៈបណ្ដាញសង្គមដែលបងប្អូនគាត់បានថតបង្ហោះមកហ្នឹងគឺថាឃើញមានច្រើនមែនតើបាទហើយសូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បាទពីព្រោះថាគ្រោះធម្មជាតិយើងមិនអាចដឹងមុនទេថាវាកើតឡើងនៅពេលណាអីពេលណាពីបើទោះបីជាគេព្យាករផ្សាយជាព័ត៌មានប្រាប់យើងក៏ដោយប៉ុន្តែយើងអាចដឹងមុនបានទេថាវានឹងកើតឡើងនៅតំបន់យើងនៅទីតាំងដែលយើងកំពុងតែនៅឬអត់អញ្ចឹងហើយយើងមានតែការប្រុងប្រយ័ត្ននឹងឯងហើយនិយាយចុះនិយាយឡើងគឺពិតជាសោកស្ដាយបាទចំពោះម្ចាស់កម្មវិធីមិនដឹងថាគាត់ខាតអស់ប្រមាណទេបងប្អូនហើយភ្ញៀវមិនដឹងថាមកបានប្រមាណទេហើយបើទោះបីជាភ្ញៀវមកក៏ពិបាកនៅក្នុងការទទួលដែរបាទប៉ុន្តែនៅក្នុងវីដេអូនោះឃើញដូចជាទៅតែថ្ងៃចូលរោងទេអញ្ចឹងម្សិលមិញថ្ងៃទី16ថ្ងៃអាទិត្យនេះអញ្ចឹងថ្ងៃនេះថ្ងៃទី17អាចថាខាងរោងគាត់អាចនឹងសាងសង់ក៏ដូចជារៀបចំឡើងវិញបានអញ្ចឹងណាបានគាត់ទទួលភ្ញៀវទទួលអីពីព្រោះមើលទៅក្នុងវីដេអូនោះម្សិលមិញគឺដូចជាថ្ងៃសូត្រមន្តទេបាទថ្ងៃសូត្រមន្តថ្ងៃចូលរោងទេអញ្ចឹងថ្ងៃនេះថ្ងៃយើងអាចនិយាយថាថ្ងៃទទួលភ្ញៀវបាទថ្ងៃស៊ីអីអញ្ចឹងអាចថាមិនអីទៅចោះបាទប៉ុន្តែបើថាខាងរោងគាត់អាចខូចខាតអីតិចតួចអានឹងគាត់អាចចរចាជាមួយនឹងម្ចាស់កម្មវិធីផ្ទាល់ថាត្រូវសងគ្នាមិនអីមិនអញ្ចឹងណាព្រោះនេះជាគ្រោះធម្មជាតិយើងមើលមិនឃើញទេមិនដឹងថាវាយ៉ាងម៉េចចឹងមកហើយនៅក្នុងវីដេអូនោះផងដែរប្រហែលវិនាទីដំបូងឃើញមានកូនកំឡោះហើយនិងកូនកំមុំគឺអោបគ្នារត់ចេញមកក្រៅណាបាទពីព្រោះពេលហ្នឹងគឺខ្យល់បាក់រោងអស់ហើយបាក់រោងរៀបដល់ដីតែម្ដងបងប្អូនអរគ្នាបាទមើលទៅគឺពិតជាគួរឲ្យខ្លាចចំពោះគ្រោះធម្មជាតិខ្លាំងមែនទែនហើយក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងដែរហើយសូមបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នាណារួមទាំងការធ្វើដំណើរទៅណាមកណាហ្នឹងក៏សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាផងបាទបាយបាយអរគុណ